អ្នកទាំងអស់គ្នាធ្លាប់ប្រើគ្រប់នេះដែរទេដែលគេដាក់ឈ្មោះថា editing នៅក្នុងនោះមានដូចជា find replace ហើយនិង select តែបើទៅធួទាំងអស់នេះបើសិនជាអ្នកទាំងអស់គ្នាចេះក៏យើងជួយសម្រួលការងាររបស់យើងមួយចំនួនដែរណាអញ្ចឹងយើងទៅសិក្សាមួយមើលថាធួហ្នឹងគេប្រើធ្វើអីខ្លះដំបូងគេតាក់ទងជាមួយនឹង find នេះមានន័យថាស្វែងរកអញ្ចឹងវាស្វែងរកមិនទៅឥឡូវយើងចុចអាកន្លែង train នេះមើលក្នុងនោះវាមានអីខ្លះដូចជាមានពាក្យថា find advanced find ហើយនិង go ឥឡូវយើងនិយាយពី find មុនគេ find នេះវាតាក់ទងជាមួយនឹង navigation ដែរទេណាអាកន្លែង view ណាអញ្ចឹងយើងពេលយើងចុចមកវានឹងចូលមកដល់អាកន្លែងនេះ navigation នេះហើយវាមាន heading page result ដូចដែលយើងចុចកន្លែង view នេះចាឥឡូវខ្ញុំចុចកន្លែងពាក្យថា result អញ្ចឹង find នេះមានន័យថាស្វែងរកតើអ្នកនរចង់ស្វែងរកពាក្យណាមួយនៅលើ Microsoft Word របស់យើងចង់ស្វែងរកពាក្យអីក៏បានដែរឲ្យតែវាមានណាឥឡូវឧទាហរណ៍ថាស្វែងរកពាក្យឥឡូវឧទាហរណ៍សិនណាថាឥឡូវពាក្យសួស្ដីនេះតែយើងចុចទៅវាមានអត់ហើយខ្ញុំចុចមកសួស្ដីហ៎អញ្ចឹងនេះប្រាប់យើងថាសួស្ដីនេះវាប្រាប់យើងសួស្ដីប្រិយមិត្តអ្នកអានអញ្ចឹងបើវាដាក់មានតែមួយចេះមានន័យថាពាក្យសួស្ដីហ្នឹងនៅលើ Word របស់យើងហ្នឹងគឺមានតែមួយហ្នឹងទេអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតឥឡូវខ្ញុំឧទាហរណ៍ Word អូខេហើយយើងនេះមកអញ្ចឹងយើងចុចកន្លែង result មកអញ្ចឹងវាប្រាប់យើងថា Word ហ្នឹងមាននៅកន្លែងណាខ្លះអញ្ចឹងពេលយើងចុចមកនេះមានកន្លែងនេះមួយអូខេហើយនេះមួយទៀតអូខេចុចមកអញ្ចឹងយើងដឹងថាពាក្យ Word ហ្នឹងនៅណាខ្លះហើយមួយទៀតអ្នកនរអាចចុចកន្លែង page នេះក៏បានដែរវាប្រាប់យើងហ្មងថាមាននៅលើ page ណាខ្លះណាថា page នេះមានមួយអូខេអញ្ចឹងយើងអាចមើលបានណានេះមាន page នេះណាអញ្ចឹងយើងអាចមើលតាមពណ៌ហ្នឹងទៅឃើញហើយដែលយើងអាចមើលអញ្ចឹងក៏បានដែរអូខេខ្ញុំថាអូកន្លែងនេះមានពាក្យ Word នៅខាងលើនេះចឹងហ្នឹងហើយរបៀបប្រើ find ណា advanced find តែឥឡូវយើងចូលមក go to មុនសិនព្រោះជាន់ប្រើនេះខ្ញុំបញ្យល់នេះមុនសិនណាជាន់នេះហើយជាន់នេះគឺវាក្តាប់ទាំងអស់ហើយ advanced នេះឥឡូវយើងចូល go to សិនមក go to នេះវាមានច្រើនមាន section មាន line មាន bookmark មានអីចឹងទៅណា page នេះក៏យើងគ្រាន់តែដាក់លេខទៅឥឡូវយើងចង់ទៅ page ទីប្រមាណណាដូចថាឧទាហរណ៍របស់សភៅយើងនេះវាមានច្រើន page ចឹងណាឧទាហរណ៍ឥឡូវយើងចង់ទៅ page ទី10អញ្ចឹងយើងដាក់ទៅលេខ10មកហើយយើងចុច go to អញ្ចឹងមកអញ្ចឹងវានឹងទៅ page ទី10ហើយឃើញទេអញ្ចឹងវាមក page ទី10ឥឡូវយើងទៅ page ទី20ដាក់លេខ20មកចុច go to ទៅអញ្ចឹងវានឹងមក page ទី20ឥឡូវយើងមើលមក page ទី20មែនអត់នេះមក page ទី20section នេះបើសិនជាអ្នកនេះមានផ្ដាច់ section វានឹងចុចទៅ section ហ្នឹងហើយណាតែអ្នកនេះមានផ្ដាច់ section អត់នៅលើសភៅរបស់យើងឧទាហរណ៍ឥឡូវខ្ញុំមើលមកខ្ញុំដឹងតែខ្ញុំដូចជាមានផ្ដាច់ច្រើន page ដែរឥឡូវខ្ញុំដាក់លេខ2មួយមើលតើវាទៅ section ទី2អត់ហើយយើងមើលមិនបានដឹងថាវាមាន section ទី2 go to មកចឹងនេះអូខេចឹងបាទខ្ញុំគិតថានេះប្រហែលជា section ទី1 section ទី2ឥឡូវខ្ញុំទៅ section ទី3មើលមានអត់អូខេ section ទី3គោលនឹងដែរឥឡូវខ្ញុំទៅ section ទី4នោះណែឬក៏ section ទី5មើលមកចឹងមើលមិនបានដឹងថាវា section ទី5ឬក៏មិនមែនអ្នកនេះគ្រាន់ចុចលើកន្លែង header footer មកយើងដឹងហើយនេះ section ទី3 section ទី5ណាអញ្ចឹងវាបែបហ្នឹងឯងគឺតើតើមុនការផ្ដាច់ section នេះអូខេមានអីទៀតអញ្ចឹងក្នុងនេះច្រើនណាមាន line មាន bookmark note footnote footnote នេះយើងដូចជាមានណាឥឡូវខ្ញុំដាក់ footnote 1ចុច go to មើលអញ្ចឹងនេះវាមក footnote 1ហ្នឹង footnote 2ចុច go to មកអញ្ចឹងវាមក footnote 2 footnote 3 go អូខេចុចមកអញ្ចឹងវាអត់មានវាមានតែ2អញ្ចឹងវាមានតែ2អញ្ចឹងយើងអាចទៅតាមរយៈ bookmark សេតាមរយៈ bookmark តាមរយៈ page តាមរយៈ section តែ page យើងប្រើ page ណាអូខេតើឥឡូវយើងចូលមក advanced advanced នេះគឺនេះវាមានទាំងអស់ find ក្នុងហ្នឹងក៏មាន go to ក្នុងហ្នឹងក៏មានដែរណាអញ្ចឹងបើខ្ញុំបង្ហាញ go to មុនហ្នឹង advanced មានន័យថាទាំងអស់ទាំង find ទាំង go to ក្នុងហ្នឹងតែអ្វីដែលពិសេសក្នុងហ្នឹងមួយទៀតគឺតើតើមួយនឹង replace នោះឧទាហរណ៍ថាពាក្យឧទាហរណ៍ថាពាក្យមួយដែលគេសរសេរខុសណា picហើយយើងរកយើងចុចមកចុច enter មកអញ្ចឹងវា find អូខេនេះ find nick អញ្ចឹងយើងចុចមកវាមាននេះ1 2 find nick ទៀតមកនេះ3អីចឹងទៅណាអញ្ចឹងបើមានទៀតនេះវាមានទៀត nick មក4នេះទៅចុចទៀតមកអញ្ចឹងអស់ហើយអញ្ចឹងមានវាមានតែប៉ុណ្្នឹងណាអូខេអញ្ចឹងឥឡូវយើងមក find មកកន្លែងមិញមកអញ្ចឹងឧទាហរណ៍ថាយើងពាក្យថា pic ហ្នឹងយើងសេខុសហើយយើងចង់បដូរវាវិញតែដោយសារតែវាមានពាក្យច្រើនអញ្ចឹងយើងណាទៅឈ្នះអង្គុយចុចបដូរម្ដងមួយហើយចុះបើវាមានគ្រប់ page 10 20 page អីទៅយើងទៅបដូរមិនអស់
ចឹងវាចំណាយពេលយូរទៅយើងបដូរអស់ក៏ចំណាយពេលយូរដែរអញ្ចឹងគឺយើងចូលមកកន្លែងហ្នឹងមករកពាក្យហ្នឹងទៅហើយយើងបដូរវាទៅយើងបដូរវាឧទាហរណ៍តែថាបដូរវាទៅជាពាក្យ word វិញអីចឹងចុះអញ្ចឹងយើងចុចពាក្យថាreplace all អញ្ចឹងមកចឹងវានឹងបដូរហើយនេះអញ្ចឹងវាដូរអ្នកឃើញអត់នេះអញ្ចឹងពាក្យ word ឬ like PIC វិញវាបដូរទៅអស់ហើយអូខេលក្ខណៈ replace គឺបែបហ្នឹងឯងនៅក្នុងនោះមួយទៀតកន្លែងមួយទៀតគឺតកតងនឹង select នេះអានេះ select all យើង control A ក៏បានដែរនេះ select ទាំងអស់ហើយ select object ហ្នឹងមានន័យចាខ្ញុំចូលមកកន្លែងនេះសិនចូលមកឧទាហរណ៍ចាប់ object តកតងមួយ shape ជាមួយ picture មួយអីចឹងណាឧទាហរណ៍ថា picture នេះខ្ញុំដាក់នៅខាងក្រោមនេះចុះដាក់នៅខាងខមអក្សរនេះខ្ញុំចុចមកខ្ញុំយកវាទៅ back ចេះអញ្ចឹងឧទាហរណ៍ឡើយខ្ញុំចុចលើវាខ្ញុំចុចលើអក្សររូបនោះអត់កែទេអញ្ចឹងធ្វើម៉េចដើម្បី select លើវាបានព្រោះឥឡូវវានៅក្រោយបាត់ហើយហ្នឹងអញ្ចឹងដើម្បី select វាបានគឺយើងចូលមកកន្លែង select មកយើងយកពាក្យថា select object អញ្ចឹងមកចាំពេលយើងចុចមកវា select អាហ្នឹងឲ្យណាហើយបើយើងចង់ចុច select លើណាវិញគឺយើងអាចបានណាតែច្រឡំចុចហ្នឹងហើយទៅ select លើអីផ្សេងចប់ហើយអញ្ចឹងដើម្បីដោះវាវិញគឺអ្នកនរចុចមកកន្លែង select ហ្នឹងវិញមកយកពាក្យនេះដោះអាហ្នឹងវិញមក select object វិញមកអញ្ចឹងយើងអាចចុចអីបានផ្សេងធម្មតាវិញបានហើយនេះយើងចុចទាំងកើតហើយតែយើងចង់ select ម្ដងទៀតយើងយកពាក្យ select object ម្ដងទៀតមកselect text with similar formatting កន្លែងនេះមានន័យថាចេះមានន័យថាតើតើនឹង format ចឹងតើតើមួយនេះណាំbullet ឬក៏ number អញ្ចឹងណាហ្នឹងហើយដាក់ bullet ដាក់អីឧទាហរណ៍នេះកន្លែងនេះចុះអញ្ចឹង select format មានន័យថាវា select តាកន្លែងណាដែលយើងដាក់ format ដូចគ្នាឯងពេលយើង select មកឃើញទេវា select ទៅលើ format ឯងឬក៏ថាពាក្យនេះចុះវាមាន format អីខ្លះអញ្ចឹងពេលដែលយើង select លើ all ហ្នឹងមកអញ្ចឹងមានន័យថាឲ្យតា format ដែលមានទម្រង់ដូចគ្នាអញ្ចឹងគឺវា select ហើយឃើញអត់ហ្នឹងហើយហ្នឹង select all format អូខេតោះក្នុងវីដេអូនេះមានតែប៉ុណ្្នឹងthìយើងសង្ឃឹមថាគ្នាយើងស្គាល់ពីការប្រើប្រាស់កន្លែង editing នេះអូខេអញ្ចឹងចាំជួបគ្នាវីដេអូក្រោយ